trong dịp xưa nhà crew nâng mặt phép ọc này đã nâng cho tu sná nhóm như là giải hạn một vì software engineering dần thân group 4 trong ngày nâng nhưng một ra giải đăng bí project của nhóm trong nick chia phiên lên có bạn được ưu tham bằng nhóm chef ra công tố mình đang sưu ra càng như thua phần tê trong có chương trình nào so cho nó bạn môi trường nốt tại ban được ưu bạn đi trong thay màn phụ qua được ưu bạn đi trong ta mà ca sai chưa là bao nhiêu không sải cả phải chụp bón đi khơi thả tam cho nó bọt ta sẽ giảm môi trường nốt cứ còn bạc khác các vật đồ là computer môi khang bàn tên để nó ao phụ quán nó mình phải mà kháng còn ca rock sra lõ story sra lõ cô chơi nông ca như tiếp phòng trong mua là hai đàn bạn nào ơi còn mà khác digital literacy bạn đi cứ để sao phải hai môi trường nón đôi chìa lack of resource cứ còn quá xong phải đã trong bộ code còn quá computer còn quá internet còn quá túi sách nằm bay không ca đồ vào đá nâng miền bao sáu trong ca pra digital mùi tiết cứ dương bộ code còn quá nè đà ai tham miền smart phía rồi có crewสำหรับประดาក្នុងការបង្រៀនការបង្រៀន necessary skill ក្នុង digital literacy ជាដើមនិងកត្តាចុងក្រោយគឺថាគឺកង្វះកម្មវិធីបណ្ដុះបណ្ដាលទាំងស្រុងតែម្ដងចង់នេះជា statement ដែលយើងស្រាវជ្រាវបានបន្ទាប់ពីយើងបានទៅសម្ភាសសិស្សជនបទដែលគាត់មកពីតំបន់ដាច់ស្រយាលមួយចំនួនដែលគាត់បានមករៀននៅវិញអញ្ចឹងយើងឃើញក្នុង statement នេះថាមួយចំណោម 100% មានតែ 10% ទេដែលគាត់មានកុំព្យូទ័រនិងក្នុងចំណោមនោះមាន 30% ទៀតដែលគាត់មានសាលាគាត់មានកម្មវិធីក្នុងការបណ្ដុះបណ្ដាលផ្នែកកុំព្យូទ័រដោយផ្ដល់កុំព្យូទ័រឲ្យសិស្សប្រើប្រាស់និងក្នុងចំណោមនោះមាន 100% ដែលគាត់គិតថាបើពួកគាត់មានការបណ្ដុះបណ្ដាលមានចំណេះដឹងខាងកុំព្យូទ័រនឹងជួយគាត់ក្នុងការរកការងារនិងការរៀនក្នុងសាកលវិទ្យាល័យខ្ពស់ពួកគាត់ក៏គិតដែរថាតាមជនបទគឺថាកង្វះខាតខាងបណ្ដុះបណ្ដាលខ្លាំងមែនទែនក្នុងការកង្វះខាត support ក្នុងការបណ្ដុះបណ្ដាលខ្លាំងមែនទែនក្នុងការឲ្យពួកគាត់ទៅរៀនចឹងនេះជា statement ដែលយើងបានស្រាវជ្រាវឃើញដែលបានមកពី United Nations Development គឺយើងឃើញថាក្នុងមួយចំណោមប្រទេសយើងមានតែ 51% ទេដែលពួកគាត់មាន computer skills ដែលគាត់ចេះប្រើកុំព្យូទ័រអញ្ចឹងយើងនៅសល់កន្លះប្រទេសទៀតដែលគាត់នៅខ្វះការបណ្ដុះបណ្ដាលចង់ដោយសារបញ្ហាពួកនេះហើយដែលក្រុមខ្ញុំបានរកឃើញកំណត់ក្នុងការបង្កើតកម្មវិធីមួយដើម្បីបណ្ដុះបណ្ដាលនោះដែលមានឈ្មោះថា Rural Tech Hub តើ Rural Tech Hub នឹងជាអ្វីចង់ Rural Tech Hub នឹងគឺជាកម្មវិធីមួយដែលមានគោលបំណងក្នុងការបណ្ដុះបណ្ដាលយុវវ័យក្មេងៗដែលនៅតាមវិទ្យាល័យដែលគាត់ខ្វះខាតតែគាត់មានចំណាប់អារម្មណ៍ក្នុងការរៀនកុំព្យូទ័រជាដើមអញ្ចឹងកម្មវិធីយើងមានការបណ្ដុះបណ្ដាលខាង typing internet navigation file management និងការប្រើប្រាស់operating system ជាដើមនិងយើងក៏មានកម្មវិធីផ្សេងទៀតដែលក្នុងការប្រើប្រាស់កម្មវិធី Microsoft ដូចជា Microsoft Word Excel និង Google Docs ហើយយើងក៏អាចបង្រៀនពួកគាត់ឲ្យចេះ design ដូចជា Canva និង Photoshop យើងក៏មានកម្មវិធីរៀងជ្រៅចាស់មួយចំនួនទៀតដូចខាង internet security ខាង coding និងខាង web development ជាដើមចឹងសម្រាប់ target យើងគឺយើងគោលបំណងយើងគឺយើងចង់បានសិស្សវិទ្យាល័យក្នុងចន្លោះពី6ទៅ18ឆ្នាំតែរៀនពីទី1ដល់ទី12 yes ក្នុងតាំងពី elementary ដល់ high school ដែលគាត់មានចំណាប់អារម្មណ៍ក្នុងការក្នុងវិស័យបច្ចេកវិទ្យាជាដើមចឹងនេះជា comparator analysis យើងចឹងដូចដែលយើងបានឃើញហើយស្លាយយើងមានកម្មវិធីមួយឈ្មោះថា Coding Hero ចឹង Coding Hero នេះគឺបំណងស្តៀងនឹងកម្មវិធីដែលយើងបង្កើតដែរទេគឺដើម្បីចុះខាងតំបន់ដាច់ស្រយាលដើម្បីបរៀនពួកគាត់ថាគាត់នៅស្ទើរខាងចំណេះដឹងបច្ចេកវិទ្យាដើម្បីបរៀនគាត់ពី ICT skills នៅកម្មវិធីនេះកើតឡើងតែម្ដងមួយឆ្នាំទេកម្មវិធីមួយទៀតដែលយើងបានស្រាវជ្រាវឃើញគឺ VBCCC ដែលកម្មវិធីនេះមានតែនៅក្នុងភូមិបាកងទេក្នុងខេត្តសៀមរាបដែលកម្មវិធីនេះក៏បង្រៀនខាង ICT skill ដែរតែថែមទាំងបង្រៀនភាសាអង់គ្លេសទៀតអញ្ចឹងដើម្បី
ដើម្បីរៀបចំកម្មវិធីនេះឲ្យបានងាយស្រួលយើងបានបង្កើត roadmap មួយអញ្ចឹងនេះជា initial stage ឬក៏ stage មុនដំបូងដែលយើងបានបង្កើតកម្មវិធីនេះអញ្ចឹងមុនដំបូងយើង research past implementation research កម្មវិធីដែលគាត់បានពង្រៀនស្តៀងហ្នឹងខាងកុំព្យូទ័រជាដើមពីមុនមកនឹងយក course របស់ពួកគាត់មកសិក្សាគាត់មកយើង recruit គ្រូឬក៏បរៀនគ្រូដែលគាត់មានចំណាប់អារម្មណ៍ឬក៏គាត់មានសមត្ថភាពដើម្បីយកចំណេះដឹងកុំព្យូទ័រនោះដើម្បីបរៀនសិស្សតទៀតតមកយើងនឹងបង្កើតទំនាក់ទំនងជាមួយសាលានិងក្រសួងជាដើមដើម្បីទទួលបាន sponsor ដើម្បីបរិយាកម្មវិធីយើងបន្តទៀតបន្ទាប់ពីយើងទទួលបាន sponsor នោះយើងយកខាងការ sponsor នោះដើម្បីបន្តបណ្ដាកម្មវិធីដើម្បីដូចធ្វើ facility សម្រាប់ student និងយកថវិកានោះដើម្បីយក resource ផ្សេងៗដូចកុំព្យូទ័រនិងផ្ដល់ internet ជាដើមចឹងបន្ទាប់ពី initial stage នោះហើយយើងបានចាប់ដើមដំណាក់កាល establishment គឺមុនដំបូងយើងគ្រូបង្កើតវីដេអូកម្មវិធីបង្រៀនជាដើមដើម្បី post ចូល social media ដើម្បី spread awareness ជាដើមឬក៏សម្រាប់សិស្សដែលគាត់អាចរៀនតាមវីដេអូនេះបានដែរហើយបន្តមកយើងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនធំដូចជាក្រុមហ៊ុនកុំព្យូទ័រធំដូចជា Dell ជាដើមដើម្បីទទួលបាន resource ថែមទៀតក្នុងការបង្រៀនតបមកបើយើងបង្កើតទំនាក់ទំនងនោះបានជោគជ័យយើងអាចបង្រៀនកម្មវិធីយើងឲ្យទៅ across និយាយទៅទូទាំងប្រទេសយើងដូចជាទៅខេត្តផ្សេងឬក៏អាចខេត្តដដែលឬក៏សាលាផ្សេងជាដើមពេលដែលដំណាក់កាលនេះបានជោគជ័យហើយយើងអាចស្វែងរក volunteer ដើម្បីជួយរៀបចំកម្មវិធីនេះក្នុងទីកន្លែងផ្សេងទៀតដូចជាខេត្តផ្សេងអីជាដើមចឹងកូនសិស្សដែលចូលរួមកម្មវិធីនេះគាត់ទទួលបានឱកាសច្រើនដូចជាគាត់អាចទទួលបានកុំព្យូទ័រឬក៏ទូរស័ព្ទក្នុងការបណ្ដុះបណ្ដាលខ្លួនឯងក្នុងdigital literacy នេះតមកគាត់អាចទទួលបាន mentorship ដែរក្នុងការណែនាំគាត់ខាងកុំព្យូទ័រនិងឬក៏អាចផ្ដល់ advice គាត់ជាដើមក្នុងអីផ្សេងទៅដើម្បី guide គាត់ towards the right path តមកឱកាសធំមួយទៀតដែលយើងអាចផ្ដល់ឲ្យសិស្សគឺបន្ទាប់ពីសិស្សនោះបានរៀនចប់និងគាត់មានសមត្ថភាពគាត់មានចំណាប់អារម្មណ៍ខ្លាំងក្នុងការធ្វើគ្រូគាត់អាចមកធ្វើគ្រូក្នុងកម្មវិធីយើងបានដើម្បីបណ្ដុះបណ្ដាលសិស្សជំនាន់ក្រោយបន្តទៀតចឹងនេះជា prototype website យើងគឺ website យើងអាចផ្ដល់ព័ត៌មានអំពីកម្មវិធីយើងនៅសាលាណាខ្លះផ្ដល់ resource អ្វីខ្លះនិងយើងក៏មាន function មួយសម្រាប់ឲ្យអ្នកដែលគាត់ដែលចាប់អារម្មណ៍គាត់អាច donate មកយើងបានដើម្បីបរិយាកម្មវិធីយើងចង់ជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូ presentation នេះនិងបើមានសំណួរអីជួយដាក់ក្នុង comment មក